បាទសួស្តីបងប្អូនអរគ្នាហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូដំណឹងថ្មីនៅព្រឹកថ្ងៃទី4ខែ7ឆ្នាំ2026បងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងតើតើជាមួយនឹងដំណឹងព្រឹកនេះដូចរៀងប្លែកបន្តិចបងប្អូនទាំងអស់គ្នាបាទគឺប្លែកមែនតើបាទហ្នឹងហើយតោះឥឡូវបើសិនបងប្អូនចូលតាមថាតើតើជាមួយដំណឹងមួយនេះប្លែកយ៉ាងម៉េចនោះ admin តោះសូមបងប្អូនចូលទៅតាមដានទស្សនាជាមួយតើជាមួយនឹងការសម្ភាសន៍លម្អិតជាមួយ admin ទាំងអស់គ្នាបងប្អូនណាហើយតដាក់ពាក្យបណ្ដឹងហើយចុះឥឡូវមិនឲ្យបងដាក់ពាក្យបណ្ដឹងហើយមិនអីចឹងខ្ញុំដកពាក្យបណ្ដឹងវិញហើយដោះស្រាយគ្នារួចអស់ហើយបងដោះស្រាយគ្នារួចអស់ហើយបាទយកម៉ូតូហ្នឹងយកទៅណាប្រហែលថ្ងៃដែលយកទៅហ្នឹងស្រីនោះចឹងយកទៅកពត3ថ្ងៃ3ថ្ងៃបាទបងអូនតាក់តងទៅយ៉ាងម៉េចដែរបងខ្ញុំបានតាក់តងទៅទេបើដល់ពេលយើងផ្សាយព័ត៌មានទៅបែរបាន1ម៉ោងឡើងគាត់តាក់តងមកយើងវិញចឹងគ្រាន់តែបងផ្សាយ1ម៉ោងតាក់តងមកវិញហ្មងបាទបងអូនេះម៉ូតូនេះបាទតែខ្មៅហ្នឹងហើយគេយកហ្នឹងបាទឥឡូវមិនដែរមានអីមកថ្លៃអំណរគុណយ៉ាងម៉េចមើលអរគុណដល់មហាជនដែលជួយ share ឃើញមហាជនជួយ share ច្រើនណាអរគុណបងប្អូនអរគ្នាដែលជួយ share ខ្ញុំចាបានខ្ញុំឃើញម៉ូតូខ្ញុំវិញអរគុណច្រើនបងប្អូនបាទហើយមានអី5ទៅស្រីនុចបន្ថែមទៀតទេអត់មានអី5បងអស់ហើយណាអស់ហើយឲ្យទៅបានម៉ូតូវិញបានម៉ូតូមកវិញបងសប្បាយចិត្តទេបាយចិត្តបាយចិត្តហ្មងបាទជួយអអូនបាទបានម៉ូតូមកវិញបងប្អូននេះម៉ូតូរបស់គាត់បងប្អូនដែលត្រូវបានស្រីនុចដែលស្គាល់បានប្រហែលប្រហែលខែ2ខែជាងបង2ខែជាងចង់ស៊ីម៉ូតូបាទឥឡូវយកម៉ូតូឲ្យវិញក៏សាយព័ត៌មានយកឲ្យវិញហ្មងបាទពេលដែលយក3ថ្ងៃនោះអូនឯងតាក់តងទៅឆាតទៅអត់តបសោះហ្មងហ៎បាទបងបាទអញ្ចឹងបានអូនឯងទៅដាក់ពាក្យបណ្ដឹងមែនទេបាទហើយបានរត់មករកឲ្យពួកបងជួយផ្សាយទៀតបាទឥឡូវប្រហែលជាអាចទាំងគាត់ឃើញព័ត៌មានហ្នឹងក៏បានយកម៉ូតូហ្នឹងមកឲ្យប្អូនវិញភ្លេចសួរឈ្មោះបរោះកំសត់ឈ្មោះអីបងឈ្មោះសុកបងបាទឥឡូវលេងកំសត់ហើយណាលេងកំសត់ហើយថ្ងៃមកនិយាយជាមួយបងសពូនដល់ហើយមុខកំសត់ដល់ហើយបាទបាទបងប្អូនជួយអរប្អូនផងដែលគាត់បានម៉ូតូមកវិញក្រោយពីខ្ញុំធ្វើការផ្សាយប្រហែលជាចិត្តបាន1ម៉ោងបាទអញ្ចឹងម៉ូតូស្គូពីដែលត្រូវបានប្អូនស្រីនុចដែលយើងធ្វើការផ្សាយហ្នឹងគឺគាត់យកម៉ូតូប្អូនទៅចំនួន3ទៅ4ថ្ងៃហើយដោយសារតែគាត់តាក់ទងទៅអត់បានអីក៏អត់បានគាត់ទៅដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចហើយក៏រត់មកឲ្យពួកខ្ញុំដែលជាអ្នកសារព័ត៌មានផ្សព្វផ្សាយទៅក៏បាទស្រីនុចបាទនារីគេហៅនារីជឿនលឿនណាបាទនារីជឿនលឿនបាទគឺបានយកម៉ូតូមកឲ្យវិញបាទគេហៅនារីកំរអាហ្នឹងណាកំរអូនណាកំរយ៉ាងម៉េចមកនិយាយមើលកំរយ៉ាងម៉េចនារីកំរធ្វើអញ្ចឹងណាមិនខ្លាចបងលេងយកម៉ូតូទៅបោកអើយកម៉ូតូបោកអើបាត់សូន3ថ្ងៃ3ថ្ងៃតាក់តងក៏មិនបានអីមិនបានប្តឹងប៉ូលីសហើយមកផ្សាយអ្នកកសាយបណ្ដោយបាទគាត់នារីកំរនារីកំរបាទឥឡូវនារីបងប្អូនទាំងគ្នាសូមអរស្នើបន្តិចបងប្អូនទាំងគ្នាទៅជាមួយដំណឹងព្រឹកនេះបងប្អូនហ្នឹងឯងគឺនារីជឿនលឿនបាទសេនុចបាទមានអីសេនុចធ្វើអញ្ចឹងល្អតាហ្នឹងឯងយើងកុំទៅចង់បានតែកម្លាំងញើសឈាមរបស់គេអីសេនុចអើយហ្នឹងឯងហើយជាអូននឹងមានតំណែងអីមួយសេនុចដល់ឲ្យសេនុចខ្ចីម៉ូតូទៅបោកខោអាវបាទបោកចុះបោកឡើងបាត់3ថ្ងៃសុំហៅអូនហ្នឹងឯងបងប្អូនទាំងគ្នាហ្នឹងឯងចឹងសម្រាប់បងប្រុសម្នាក់នេះគឺមិនដឹងថាគាត់មានតំណែងល្អអ្វីជាមួយសេនុចទេដំបូងឡើយបងប្អូនណាគេគាត់មានគេថាមានប្រវត្តិជូរចត់មួយគ្នាអីចឹងណាយើងក៏មិនដឹងដែរអានឹងរឿងគាត់អ្វីដែលសំខាន់គឺឈានទៅដល់ឲ្យអាណុចដែលទៅជានារីគេហៅថាលហាសនាមឬក៏យើងអាចហៅថានារីជឿនលឿនណាបាទខ្ចីម៉ូតូយកទៅបោកខោអាវបាទយកទៅដូចជាបាត់រយៈពេលបាទដូចជា2 3ថ្ងៃបាទបន្ទាប់មកដោយសារតែម្ចាស់ម៉ូតូនោះដូចរៀងភ័យដែរបងប្អូនអរគ្នាបាទភ័យម៉ូតូថ្លៃដែរបងប្អូនណាហ្នឹងហើយក៏ទៅបានដាក់ពាក្យបណ្ដឹងបាទបន្ទាប់ពីមានការដាក់ពាក្យបណ្ដឹងហើយក៏CCមករកបងសារព័ត៌មានដើម្បីជួយផ្សព្វផ្សាយស្វែងរកបាទឬក៏ជូនដំណឹងឲ្យសេនិចបានដឹងបាទគ្រាន់តែសេនិចបាទ1ម៉ោងក្រោយមកសេនិចបានទទួលដំណឹងនេះហើយសេនិចតាក់ទើមកភ្លាមបានម៉ូតូវិញភ្លាមបាទទ្រូធុងខ្សាក់តែម្ដងបងប្អូនដល់នេះប៊ីណាហ្នឹងហើយប៊ីអញ្ចឹងមិនថាសម័យនេះគឺជាសម័យបច្ចេកវិទ្យាអញ្ចឹងសម័យបច្ចេកវិទ្យាអញ្ចឹងយើងគួរតែយកបច្ចេកវិទ្យាដើម្បីជួយនៅរឿងរ៉ាវអ្វីបាទយើងមកវិញណាហ្នឹងហើយដូចជារឿងរ៉ាវរបស់បងប្រុសអញ្ចឹងទៅឃើញទេសម័យបច្ចេកវិទ្យាគាត់បងប្រុសមានរឿងរ៉ាវសេនុចបាទគឺយកម៉ូតូទៅបងប្រុសគ្រាន់ណាស់ហើយ
បងសារព័ត៌មានជួយផ្សព្វផ្សាយឥឡូវសេនិចយកម៉ូតូមកវិញបាត់ឃើញព្រោះហ្នឹងរួចខ្លួនបាត់រួចខ្លួនទាំងម្ចាស់ម៉ូតូរួចខ្លួនទាំងសេនិចឯណោះទៀតអញ្ចឹងបានថាឥឡូវយើងទៅតាមដានទស្សនាបន្តទៀតបងប្អូនណា ពីកំរយកម៉ូតូបាទមកឲ្យប្អូនវិញហើយបាទអញ្ចឹងយើងចូលរួមត្រេកអរប្អូនផងបាទអញ្ចឹងប្អូនគាត់មកប្រាប់ខ្ញុំគាត់រត់មកប្រាប់ខ្ញុំគាត់មកប្រាប់ថាបងគេយកម៉ូតូឲ្យខ្ញុំវិញហើយខ្ញុំសប្បាយចិត្តបងប្អូនមើលតែមុខទៅគាត់ទៅអញ្ចឹងឯងក្រោយប្រយ័ត្នណាបងប្អូនណាប្រយ័ត្នប្រយែងណាអត់មានឲ្យគេបោកបានទៀតទេលើកទី1អាចបានមកវិញលើកទី2មិនសង្ឃឹមថាបានមកវិញទេណាលឺហេបង បាទបងលឺ និយាយគ្នាហើយសន្យាមួយបងអត់មានឲ្យគេបោកបានទៀតទេណា ទៅបងខ្ញុំមានអីជូនតិចតួច អូមានអីជូនបងទៀតមកទឹកចិត្តអូបាទបងប្អូននេះក៏ចិត្តបានទៀតបងប្អូនកំសត់បាទចិត្តបានណាបងប្អូននេះទិញភេសជ្ជៈហើយនឹងទឹកសុទ្ធមកឲ្យខ្ញុំទៀតបាទអរគុណច្រើនណាបងប្អូនណាអរគុណសម្រាប់ទឹកចិត្តបាទហើយបងឯងចូលចិត្តពេលបងឯងទិញឲ្យមុនតើខ្ញុំទិញខ្ញុំឲ្យ អូដឹងបងចូលចិត្តទៀតថ្ងៃគាត់មកផ្សាយព័ត៌មានឃើញខ្ញុំទិញញ៉ាំបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ទឹកចិត្តបាទហើយក៏ចូលរួមត្រេកអរណាបងប្អូនណាដែលបានម៉ូតូមកវិញណាហើយប្រយ័ត្នប្រយែងមនុស្សពេលខ្លះมันប្រកាសថាយើងស្រឡាញ់គេស្រឡាញ់យើងវិញទេលឺហេហើយពេលខ្លះប្រយ័ត្នប្រយែងហើយជាពិសេសមិនថាមនុស្សស្រឡាញ់មិនថាយ៉ាងម៉េចទេគឺយើងត្រូវតែប្រយ័ត្នរបស់នេះមួយមនុស្សស្អាតសម្បកក្រៅมันប្រកាសថាចិត្តគេស្អាតដោយសម្បកទេអញ្ចឹងយើងត្រូវប្រយ័ត្នណាបងប្អូនអញ្ចឹងនេះក៏ជារឿងសំណាងដែរដូចបងនិយាយអញ្ចឹងសំណាងលើកទី1អាចបានមកវិញតែសំណាងมันប្រកាសថាសំណាងរហូតហើយក៏มันប្រកាសថាជួបរឿងល្អរហូតដែរណាប្រយ័ត្នប្រយែងអរគុណច្រើនបងប្អូនបើសិនជាមានពាក្យពេចន៍កំហុសឬមួយក៏ការនិយាយស្ដីទៅមានកំហុសដោយប្រការណាមួយសូមខន្តីអភ័យទោសដល់យើងយើងសូមបញ្ចប់ព័ត៌មានទៅត្រឹមនេះសូមអរគុណសូមគោរពលាហើយក៏អរគុណដល់ទឹកចិត្តបងអូនបាទដែលយកទឹកសុទ្ធហើយនឹងភេសជ្ជៈមកឲ្យខ្ញុំញ៉ាំបាទក៏បាទបងប្អូនអ្នកគ្នាហ្នឹងហើយអញ្ចឹងនេះគឺជាតកតងជាមួយនឹងរឿងប្អូនប្រុសម្នាក់នេះបងប្អូនណាហ្នឹងហើយបងប្រុសម្នាក់នេះតែគាត់មានតំណែងតំណងជាមួយសេនិចដំបងទៅអេដមីនបាទបញ្ជាហ្នឹងបងប្អូនណាហ្នឹងហើយបាទមិនដឹងថាមានតំណែងតំណងគ្នាយ៉ាងណាទេហើយក៏មិនដឹងថាធ្លាប់មានប្រវត្តិជូរចត់យ៉ាងម៉េចដែរអេដមីនក៏អត់សូវដឹងដែររឿងផ្ទៃក្នុងរបស់គេតើអ្វីដែលសំខាន់បងអូនក៏កុំទុកចិត្តបាទក៏កុំទុកចិត្តគេពេកឃើញណាឃើញលទ្ធផលដែរហ្នឹងហើយយើងស្រឡាញ់គេយើងទុកចិត្តគេរហូតដល់យើងឲ្យចំណាយឲ្យរបស់របរជាពិសេសឲ្យទ្រព្យសម្បត្តិទៅហៅថាឲ្យម៉ូតូបាទទៅនារីជឿនលឿនឬក៏នារីកម្រដែលឬការហៅមិនថាឈ្មោះសេនិចបាទឲ្យសេនិចខ្ចីយកទៅបាទយកទៅជីថាទៅបោកខោអាវមិននោះបាទយកទៅបាត់សូនឆឹងបងប្អូនណាហ្នឹងឯងអញ្ចឹងបន្តពីបងប្រុសពឹងបងសារព័ត៌មានដើម្បីជួយធ្វើការផ្សព្វផ្សាយស្វែងរកម៉ូតូនិងក៏ស្វែងរកសេនិចឥឡូវនេះសេនិចបានតំណែងមកហើយឥឡូវបងប្រុសក៏បានម៉ូតូត្រឡប់មកវិញដែរបងប្អូនណានឹងបានម៉ូតូត្រឡប់មកវិញដែរហើយក៏មានការផ្ដាំផ្ញើបាទលើកទី1បងប្អូននឹងអាចនឹងមានសំណាងបានបានម៉ូតូត្រឡប់មកវិញតែបើសិនជាមានរឿងរ៉ាវនេះលើកក្រោយទៀតក៏សំណាងនេះក៏មិនអាចនឹងមានបន្តទៀតក្រែងលោអាលើកទី2ទៅបាត់សម្បត្តិហ្នឹងគឺចប់សូនសុងហើយអញ្ចឹងមិនថាបងប្អូនប្រុសអើយហ្នឹងឯងគិតមើលមែនតើមកចាត់ហើយក៏គិតថាវាជារឿងល្អមួយសម្រាប់បងប្អូនដែលបងប្អូនអាចនឹងស្គាល់មនុស្សដែលបងប្អូនគិតថាជាមនុស្សល្អប៉ុន្តែចុងក្រោយគឺមិនដូចអ្វីដែលបងប្អូនគិតអញ្ចឹងបងប្អូននេះគឺជារឿងសំណាងមួយសម្រាប់បងប្អូនសង្ឃឹមថាបងប្អូននឹងយល់នៃកន្លែងហ្នឹងហើយអញ្ចឹងមានរឿងរ៉ាវនេះហើយក៏តាមដំណើរទៅបងប្អូនហ្នឹងហើយនៅបងប្អូនអ្នកគ្នាជឿក្នុងព្រឹកនេះគឺមានតែប៉ុណ្្នឹងដែលចង់ចែកម្លែកទៅកាន់ពុកម៉ែមីបងប្អូនទាំងអស់គ្នាទស្សនាទៅជាដំណឹងហើយយើងក៏សង្ឃឹមថាយើងជួបគ្នានៅវីដេអូថ្មីក្រោយទៀតបងប្អូនណានឹងជាចុងក្រោយបាទសូមអរគុណសូមគោរពលា